បាទសួស្តីសិស្សានុសិស្សនិងអ្នកសិក្សាទាំងអស់គ្នាថ្ងៃនេះលោកគ្រូនឹងលើករឿងមហាវេស្សន្តរជាតកកាន់ទី5ដែលមានចំណងជើងថាកាន់ជូជក់យកមកធ្វើការសង្ខេបជាបន្តទៅទៀតហើយមុននឹងឈានទៅដល់ដំណើររឿងជាដំបូងលោកគ្រូសូមថ្លែងអំណរគុណទៅដល់សិស្សានុសិស្សនិងអ្នកសិក្សាទាំងអស់ដែលបានជួយចុច Like Subscribe នៅ View វីដេអូរបស់លោកគ្រូសម្រាប់អ្នកថ្មីសូមជួយចុច Subscribe ដើម្បីទទួលបាននៅវីដេអូថ្មីៗបន្ថែមទៀតបាទជាបន្តយើងឈានមកដល់កាន់ទី5ដែលមានចំណងជើងថាកាន់ជូជក់គឺពណ៌នាពីតាជូជក់មានព្រាហ្មណ៍ម្នាក់ឈ្មោះជូជក់មានរូបរាងអាក្រក់ស្គមច្រដោងច្រមុះកោងទ្រូងសឹងតែឆ្អឹងសក់រឹងក្រញ៉ាញពោះធំកំប៉ោងជើងកោងភ្នែកស្រលៀងសាច់ពកក្បាលវែងតូចម្ខាងគាត់រស់នៅស្រុកទុនវត្តព្រាមគ្រាមជិតនឹងស្រុកកលឹងរាសជូជក់តែងដើរសុំទានគេបើពុំបានឲ្យស្រុកគាត់ទៅឯវត្តបើជើងពុំបានគាត់ទៅត្បូងគាត់ដើរមួយថ្ងៃ10ត្រឡប់ហើយសន្សំបានប្រាក់ចំនួន100កហបណៈក៏យកទៅផ្ញើនឹងព្រាហ្មណ៍សម្លាញ់ពីអ្នកប្តីប្រពន្ធរីឯមាសដែលតាជូជក់ផ្ញើឲ្យព្រាហ្មណ៍នោះឧបមាបីដូចយកភ្លើងមកដាក់ក្នុងផ្ទះនាំមកកើតក្តីក្តៅក្រហាយដែលពួកគេគិតថាតាជូជក់ទៅបាត់យូរឆ្នាំហើយក្រែងគាត់ស្លាប់បាត់ទើបពុំឃើញមកទាមាសវិញបើដូច្នេះមានតែយើងយកមាសនោះទៅចាយបើគាត់វិលវិញកាលណាសឹមយើងរកសងគាត់វិញព្រាហ្មណ៍ប្តីប្រពន្ធបានយកមាសនោះទៅចាយវាយឆៃចុកអស់អត់សេះសល់សំណល់ដល់តិចតួចឡើយរីឯតាជូជក់ចាស់ជរាស្វែងរកទ្រព្យរៀងមកបានគ្រប់ហើយគាត់ក៏វិលត្រឡប់មករកព្រាហ្មណ៍ទាំងពីរនាក់នោះវិញនៅពេលដឹងថាព្រាហ្មណ៍ប្តីប្រពន្ធចាយប្រាក់គាត់អស់តាជូជក់ខឹងក្រេវក្រោធហើយពោលពាក្យគំរាមថាគាត់នឹងទៅប្តឹងចៅក្រមឲ្យចាប់យកទៅកាត់ទោសដាក់គុកខ្នោះគ្នាហើយឲ្យពួកភ្នាក់ងារវាយធ្វើបាបព្រោះគាត់ស្គាល់ចៅក្រមនោះទាំងអស់ព្រាហ្មណ៍នោះមានការភិតភ័យក៏ជំនុំគ្នាលើកកូនស្រីឈ្មោះអមិតតបនាឲ្យតាជូជក់ធ្វើជាភរិយាគាត់សិនចុះបើតាជូជក់ស្លាប់កាលណាសឹមយកកូនស្រីមកវិញនាងព្រាហ្មណ៍ជាម្ដាយបាននិយាយផ្ដែផ្ដាំនាងអមិតតបនាឲ្យទៅនៅជាមួយនឹងតាជូជក់តាជូជក់លាមេដាបិតាក្មេកហើយនាំភរិយាដើរទៅលំនៅឋានរបស់គាត់វិញដោយឲ្យនាងដើរទៅមុនឯជូជក់ដើរពីក្រោយព្រោះគាត់ខ្លាចក្មេងកំឡោះមកលួចសើចលេងនឹងនាងអមិតតបនាកាលនោះនាងអមិតតបនាប្រតិបត្តិរក្សាស្វាមីពុំហ៊ានសដៃខ្ជិលខ្ជារគុះឲ្យព្រាហ្មណ៍នោះឡើយនាងតែងតែដណ្ដាំបាយដងទឹកព្រឹកល្ងាចសពទិនទិវាឯតាជូជក់ក៏មានចិត្តស្រឡាញ់ភរិយាស្ទើលេបពុំឲ្យនាងអន់ស្រពន់ចិត្តដល់តិចតួចឡើយឯអស់ព្រាហ្មណ៍កំឡោះទាំងឡាយយល់នាងអមិតតបនាមានកិរិយាមារយាទល្អចេះប្រណិប័តរក្សាតាជូជក់ដែលជាមនុស្សអាក្រក់ក៏មានចិត្តចំណែនទើបបណ្ដាលឲ្យខឹងក៏ជេរវាយដំភរិយារបស់ខ្លួនរីឯនឹងព្រាហ្មណ៍ទាំងឡាយឈឺចិត្តខ្លាំងណាស់ក៏បបួលគ្នាទៅចាំនៅឯកំពង់ទឹកហើយពេលក្រេកឃើញនាងអមិតតបនាកណ្ដៀតក្អមមកដងទឹកក៏ព្រួតគ្នាវាយដំជេរថ្មាស់ដេះដៀលនាងអមិតតបនាថាមានរូបរាងស្អាតតែបែរជាទៅយកប្តីចាស់រូបរាងអាក្រក់ជួជាតិនាងអមិតតបនាដើរជុំតាមផ្លូវរហូតដល់លំនៅឋានចាជូជក់ឃើញដូច្នេះក៏ដណ្ដឹងសួរទើបនាងឆ្លើយថាអស់ប្រពន្ធព្រាហ្មណ៍កំឡោះវាប្រជុំគ្នាមកជេរប្រតិចវាយដំដោយសារនាងបំរើប្តីចាស់ដូចនេះនាងឈប់ទៅដងទឹករកអស់ទៀតហើយតាជូជក់បាននិយាយលួងលោមហើយធានារ៉ាប់រងធ្វើការងារទាំងអស់នេះប៉ុន្តែនាងអមិតតបនាមិនយល់ព្រមហើយឲ្យតាជូជក់ទៅរកខ្ញុំស្រីខ្ញុំប្រុសមកបំរើបើរកមិនបាននាងនឹងត្រឡប់ទៅលំនៅឋានវិញនាងបានឲ្យតាជូជក់ទៅសុំបទពីព្រះវេស្សន្តរដែលកំពុងគង់នៅភ្នំគិរីមង្គតបរិព័ទ្ធពេលនោះតាជូជក់បានដោះសារថា
ខ្លួនចាស់ភ្នែកងឹតត្រចៀកក៏ថ្លង់ហើយផ្លូវដែលនឹងទៅនោះក៏ឆ្ងាយណាស់ឬដូច្នោះនាងអមិតបនាតបថានឹងរត់ទៅផ្ទះរបស់នាងវិញហើយដល់ឆ្នាំថ្មីនាងនឹងទៅលេងជាមួយកំឡោះទាំងឡាយបើតាទៅរកខ្ញុំប្រុសស្រីនាងនឹងនៅចាំផ្ទះបិទសម្រាប់ស្រះរបងមិនឲ្យអ្នកផងមើលឃើញឡើយឯតាជជក់ឬភរិយាសដីដូច្នេះហើយក៏កើតចិត្តក្លាហានជល់ព្រមធ្វើដំណើរទៅសុំបត្រាបត្រីពីប្រវេស្សន្តរតាជជក់យកថង់ស្បៀងដាក់លើស្មាហាត់ថាកាន់ឈើច្រត់ឈានដើរចេញទៅទឹកភ្នែកហូររហាមតាជជក់ដើរសម្ដៅទៅកាន់នគរអ្នកស្រុកស្រីពីរាតាជជក់មើលឃើញមហាជនអង្គុយជុំគ្នាក៏ចូលទៅសួររកព្រះវេស្សន្តរតែត្រូវបានអ្នកស្រុកជេរស្ដីបន្ទោសថាមកបៀតបៀនព្រះវេស្សន្តរក៏នាំគ្នាចោមរោមចាប់តាជជក់បណ្ដាលឲ្យគាត់មានការភ័យរត់ចូលព្រៃបាត់ទៅតាជជក់បានដើរទៅជួបផ្លូវទៅកាន់ភ្នំគិរីវង្គតបរិពតក៏ប្រទះនឹងឆ្កែរបស់ចិត្តបុត្ររត់មកដេញខាំគាត់ក៏ប្រឹងរត់លោតឡើងលើដើមឈើហើយស្រែកទួយយំរកព្រះវេស្សន្តរពេលនោះចិត្តបុត្របានឮមាត់តាជជក់យំលាយឡំនឹងសំឡេងឆ្កែព្រុសផងក៏ប្រញាប់ម្នីរត់ទៅមើលគ្រាន់តែឃើញតាជជក់ភ្លាមចិត្តបុត្រមានកំហឹងនឹកថាព្រាហ្មណ៍នេះតាមមកបៀតបៀនក្រុមគ្រួសារព្រះវេស្សន្តរក៏និយាយសម្លុតហើយលើកធ្នូឡើងតម្រង់ចង់បាញ់សម្លាប់ចោលពេលនោះតាជជក់មានការភ័យភ័យហើយក៏ព្យាយាមនិយាយលួងលោមនឹងបានកុហកចិត្តបុត្រថាខ្លួនជាត្រកូលព្រាហ្មណ៍ធំដែលត្រូវបានព្រះបាទស្រីសញ្ជ័យចាត់ឲ្យមកជាងព្រះវេស្សន្តរទៅគ្រប់គ្រងនគរចិត្តដរវិញនៅពេលបានឮដូច្នោះចិត្តបុត្រមានសេចក្តីត្រេកអរណាស់ហើយគាត់បានចាប់ឆ្កែចរនិងកាប់ឈើមកពាក់ធ្វើជាបង្អោងឲ្យតាជជក់ចុះពីចុងព្រឹក្សាហើយឲ្យអង្គុយលើស្លឹកឈើធ្វើជាកម្រាលអាសនៈទើបឲ្យតាជជក់បរិភោគភោជនាហារត្រាតែឆ្អែតស្កប់ស្កល់ទើបចិត្តបុត្រនិយាយសំណេះសំណាលសុំទោសតាជជក់ចំពោះពាក្យសម្ដីនិងអំពើខុសឆ្គងរបស់ខ្លួនក្រោយមកចិត្តបុត្របានរៀបចំឲ្យតាជជក់នៅទឹកឃ្មុំខែប្រាំងសាច់ត្រីឆ្អើរឆ្ងាញ់ពិសាហើយរៀបរាប់ប្រាប់ផ្លូវទៅកាន់អាស្រមរបស់ព្រះវេស្សន្តរបាទចប់កាន់ទី5ដែលមានចំណងជើងថាកាន់ជជក់ដល់សង្ខេបត្រឹមប៉ុណ្ណេះហើយយើងនឹងជួបគ្នានៅកាន់ទី6ជាបន្តទៀតបាទអរគុណជម្រាបលា